មានចំណាត់ការហើយអាចจะนำជួននរិនបញ្ជាក់ច្បាស់បែបនេះករណីប៉ូលីសបាក់ឡាតបុករាសបណ្ដាលឲ្យមានរបួសនិងបាត់បង់ជីវិតនៅមុខក្រសួងមហាផ្ទៃចំណែកលោកផៃវណ្ណៈក៏បានដាក់ចាំផងដែរថានៅថ្ងៃទី17ខែឧសភាឆ្នាំ2025នេះឯកឧត្តមជួននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានមានចំណាត់ការហើយដែលឯកឧត្តមបានធ្វើការបង្ហោះសារនៅលើគណនី Facebook ផ្លូវការរបស់ឯកឧត្តមផ្ទាល់ដោយក្នុងនោះឯកឧត្តមបានបញ្ជាក់បែបនេះថាខ្ញុំបាទសូមគោរពជូនមហាជនមេត្តាជូនជ្រាបថាប៉ុន្មានថ្ងៃនេះមានការជជែកវែកញែកច្រើនលើករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី15ឧសភា2025ក្រសួងមហាផ្ទៃធ្វើឲ្យមានអ្នករងរបួសស្រាលធ្ងន់និងបាត់បង់ជីវិតបង្កឡើងដោយនគរបាលរាជធានីឈ្មោះហ៊ុនហេងសូមជម្រាបជូនថាភ្លាមខ្ញុំបាទបញ្ជាឲ្យជំនាញនឹងមូលដ្ឋានចុះដល់កន្លែងកើតហេតុគឺចាត់ចែងឃាត់ខ្លួនអ្នកបង្កសង្គ្រោះអ្នករបួសនិងរៀបកម្មសណ្ដាប់ធ្នាប់សូមមហាជនជ្រាបថាច្បាប់គឺមិនបានបែងចែកវណ្ណៈនោះទេគឺអនុវត្តដូចគ្នាស្មើភាពគ្នាខ្ញុំមិនដែលលើកលែងទេពេលនេះឈ្មោះហ៊ុនហេងបានរៀបកម្មនីតិវិធីបញ្ជូនទៅតុលាការនាព្រឹកនេះព្រមទាំងអនុវត្តនៅបទវិន័យនគរបាលជាតិកម្ពុជាបណ្ដេញចេញពីក្របខ័ណ្ឌផងដែរសូមមហាជនជូនជ្រាបពីព័ត៌មានសូមអរគុណនៅថ្ងៃដដែលដូចគ្នានេះផងដែរលោកផៃវណ្ណៈក៏បានចេញមុខបញ្ជាក់ចាំផងដែរថាការឃាត់ខ្លួនលោកវីរៈសេនីយ៍ឯកហ៊ុនហេងបញ្ជូនទៅតុលាការគឺជាការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ជាពិសេសអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតីហ៊ុនម៉ាណែតដែលបានណែនាំទៅកាន់មន្ត្រីចរាចរណ៍ត្រូវចាប់ខ្លួនគ្រប់បុគ្គលដែលសេពគ្រឿងសង្វឹងហើយបើកបរបណ្ដាលឲ្យអ្នកដទៃស្លាប់និងរបួសទោះបីបុគ្គលប្រព្រឹត្តនោះមានតួនាទីឋានៈបុណ្យស័ក្តិធំប៉ុណ្ណាក៏ដោយគឺមិនអត់អានឲ្យជាដាច់ខាតលោកផៃវណ្ណៈបានបន្តទៀតថាកន្លងមករយៈពេល7ឆ្នាំដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចធិបតីហ៊ុនម៉ាណែតគឺមិនយោគយល់ឬអត់អានឲ្យបុគ្គលទាំងឡាយណាដែលបង្កគ្រោះថ្នាក់ចរាចរណ៍ឲ្យរួចខ្លួននោះទេជាក់ស្ដែងករណីបុគ្គលិកវិធានីករណីបុគ្គលិកបាល់ទាត់និងករណីមន្ត្រីគយបុគ្គលិកនៅស្ពានរិស័យកែវគ្រប់ក្រុមបង្កសុទ្ធតែត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ទាំងអស់អ្នកបញ្យោតាមការបង្ហោះនៅក្នុងគណនី Facebook ផ្លូវការរបស់លោកផៃវណ្ណៈនៅថ្ងៃទី17ឧសភាឆ្នាំ2025នេះ